ថ្ងៃនេះជួបបញ្ហាការៈចម្លែកមួយទៀតឲ្យបងប្អូនគឺ PCX នេះគ្មានជាប់កូដអ្វីទាំងអស់គឺខ្ញុំ scan ទៅគ្មានបញ្ហាអ្វីទាំងអស់ហើយខ្ញុំទៅវាស់ម៉ូទ័របូមសាំងក៏គ្រប់គីឡូដែរប៊ិចក៏គ្មានបញ្ហាអ្វីដែរ TP ក៏គ្មានបញ្ហាអ្វីដែរហើយសួរជាង10ឯងថាបើម៉ូតូគ្មានបញ្ហាអីក៏យកមកធ្វើមែនបងប្អូនស្ដាប់ឲ្យទាន់ណាម៉ូតូនេះម្ចាស់គាត់បានប្រាប់ខ្ញុំថាម៉ូតូគាត់ជិះចិត្តអីទេតោះជិះឆ្ងាយ20-30គីឡូទៅពីមានបញ្ហាហើយសួរតែបញ្ហាឬបញ្ហាចំណុចអីបញ្ហាយ៉ាងម៉េចបញ្ហានៅត្រង់ចំណុចតែពេលគាត់ជិះរៀងលឿនបន្តិចគឺកំពុងតែមូលហ្គាលឿនខ្ទង់60កំពុងតែជិះសុកណាវាស្រាប់តែខុលតែប្រផ្លែតទេក៏ប៉ុន្តែវាឡើងហ្គាមកវិញណែនមកវិញហើយឆ្ងាយទៀតទៅវាខុលមួយសាទៀតហើយមិនមែនញឹកញាប់ទេបងប្អូនយូរម្ដងទេទៅបងប្អូនម៉ូតូនេះមានបញ្ហាទៅលើម៉ូទ័របូមសាំងវាសោះម៉ូទ័របូមសាំងវាពោពេញទៅដល់កាក់ដីធលីខែលផុកបងប្អូនឃើញខ្ញុំច្បាច់មកឃើញសក្ខែលសផុកអញ្ចឹងហើយបានជាម៉ូទ័រប្រឹងបឺតសាំងម្លេះបឺតសាំងរួចបងប្អូនវាបឺតទៅស្ទះផុកស្ទះដីហើយវាអាក់ម្ដងបើនិយាយពីសាំងនៅក្នុងធុងវិញឡើងកាក់ឡើងក្រហមក្អែលមានន័យថាវាឡើងជាតិច្រេះអញ្ចឹងមុននឹងខ្ញុំដោះដូរម៉ូទ័របូមសាំងខ្ញុំលាងសម្អាតធុងឲ្យបានស្អាតព្រោះថាខាងក្នុងរបស់វានេះគឺពោពេញទៅដោយច្រេះខាងក្នុងនឹងមានកាក់ទឹកតិចអញ្ចឹងហើយខ្ញុំត្រូវតែក្រឡុកឲ្យបានស្អាតទៅបងប្អូនកឡុកឲ្យតបែកអាចក្លៀកតោះតែយើងគិតថាខាងក្នុងវាស្អាតសិនក្រឡុក2-3ដងចាក់សាំងថ្មីក្រឡុក2-3ដងហើយតែយើងចាក់វាចោលយើងធ្វើបែបនេះដើម្បីឲ្យយើងដោះដូរម៉ូទ័របូមសាំងយើងទៅយើងប្រើបានយូរជិះបានឆ្ងាយនិងប្រើបានយូរប្រើបានរាប់ខែរាប់ឆ្នាំអញ្ចឹងបងប្អូនខ្លះប្រកាសជាឆ្ងល់ខ្ញុំមែនទេថាម៉ូតូនេះស្ទះតម្រងស្ទះធុងស្ទះភក់ហេតុអីក៏ជាងដែរដោះដូរម៉ូទ័របូមសាំងគេប៉ុន្តែបងប្អូនម្ចាស់គាត់បានប្រាប់ខ្ញុំថាម៉ូតូគាត់នេះធ្វើ2-3កន្លែងហើយធ្វើ2-3ជាងហើយម៉ូតូនេះក៏មិនមែននៅចិត្តដែរនៅតំបន់ផ្លូវជាតិទី3ធ្វើម្ដងមិនត្រូវធ្វើ2ដងមិនត្រូវធ្វើ3ដងកន្លែងត្រូវអញ្ចឹងហើយបានជាគាត់មកកន្លែងខ្ញុំហើយដឹងគាត់ថាមិនទេបងប្អូនគាត់ថាម៉ូតូគាត់នឹងធ្វើម្ដងទៀតគាត់ធ្វើមិនត្រូវទេម៉ូតូនឹងគាត់លក់ចោលហើយទោះជាខាតប្រហែលក៏ដោយអញ្ចឹងទេម៉ូតូនេះខ្ញុំមិនអាចធ្វើលំបានទេខ្ញុំត្រូវតែធ្វើច្បាស់អញ្ចឹងទេម៉ូតូនេះខ្ញុំសុំឲ្យគាត់ទុក1ថ្ងៃឬក៏2ថ្ងៃតាមនឹងអញ្ចឹងហើយខ្ញុំប្រាប់គាត់ថាបើសិនជាបងអត់ទុកទេខ្ញុំអត់ហ៊ានទទួលទេព្រោះតែខ្ញុំមិនងាយមើលត្រូវទេម៉ូតូនេះមានបញ្ហាការបែបនេះនោះវាមិនមែនអាក់អួលភ្លាមណាយើងជិះ20-30គីឡូហើយឲ្យជាងដំជិះ20-30គីឡូមិនដាច់ខ្យល់ហើយបានមកផ្ទះវិញគេយកម៉ូតូទៅផ្ទះអស់បាត់ហើយតាមពិតទៅបងប្អូនម៉ូតូនេះខ្ញុំបច្ឆេះចោលជាងកន្លះម៉ោងទើបខ្ញុំចាប់ដើម scan និងមើលគ្រឿងរបស់វាអញ្ចឹងសួរថាហេតុអ្វីបានជាងដំសម្រាប់ចិត្តថាដូរម៉ូទ័របូមសាំងពិតទៅបងប្អូនម៉ូតូនេះពេលដែលត្រជាក់ម៉ូទ័រវាបាន3គីឡូកន្លះពេញតនិចគីឡូគឺរត់ស្មើរត់ត្រង់តែឆេះក្តៅហើយពេលយើងមូលហ្គាឡើងយើងមើលទៅលើតនិចនេះការវាស់សាំងវារត់មកចុះ2គីឡូតែមួយផ្លេតទេវារត់ទៅ3គីឡូកន្លះវិញអញ្ចឹងហើយបានជាម៉ូតូនេះអាក់អួលតែមួយផ្លេតទេអញ្ចឹងហើយបានជាអាការៈម៉ូតូបែបនេះខ្ញុំប្រាប់ថាមានបញ្ហាពិបាកនោះណាតាមពិតទៅម៉ូតូនេះបើខ្ញុំដាក់បដូរម៉ូទ័រវាចាស់វិញតែខ្ញុំដូរតម្រងថ្មីមួយក៏បានដែរប៉ុន្តែបើសិនជាខ្ញុំដាក់ទៅមានបញ្ហាដែរគាត់អស់លុយតិចមែនប៉ុន្តែគាត់ជិះមិនកើតអញ្ចឹងគាត់ក៏ថាជាងដំគាត់ធ្វើម៉ូតូមិនកើតដែរហើយគាត់ក៏លែងមានទំនុកចិត្តមកលើជាងដំហើយតែលែងមានទំនុកចិត្តហើយតែធ្វើការតាណាក៏ដោយដើរនិយាយប្រាប់គេប្រាប់ឯងអូជាងដំធ្វើម៉ូតូមិនកើតដែរដួលគេដើរឯងដែរហ្នឹងបានតែអួតនៅក្នុង Facebook និង TikTok ទេហើយចុះបើខ្ញុំដូរម៉ូទ័រថ្មីតម្រងថ្មីហ្នឹងទៅគាត់បញ្ជិះទៅលែងមានបញ្ហាអីគាត់ជិះទៅមិនស្រួលហើយគាត់បានសរសើរជាងដំគាត់ដើរនិយាយពីល្អពីជាងដំអញ្ចឹងមកថាបងប្អូនជាងយើងឬម្លាស់ណាក៏ដោយដែលមិនទុកចិត្តទេដូរចោលទៅក៏ម្លាយដាក់ឲ្យប្រើសិនដាក់ឲ្យជិះសិនព្រោះតែពេលជិះមិនស្រួលហ្នឹងគេលែងយកមកកន្លែងយើងវិញហើយគេទៅកន្លែងផ្សេងហើយអញ្ចឹងម៉ូតូនេះគឺបានរួចរាល់ហើយខ្ញុំបានជិះលើឲ្យអស់ហើយវាលែងវាលុតទៀតហើយតែលែងលុតដល់ជាងដំនឹងបានលុយដាក់ជាក់ល្ងាចហ្នឹងទៀតហើយ